ចាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងចង់បានប្រភេទស្មៅហ្គីណេមុំបាសានេះជាប្រភេទស្មៅហ្គីណេមុំបាសាហើយសម្រាប់ការដាំវិញគឺងាយស្រួលមែនទែនបងធ្វើដីឲ្យស្អាតធ្វើជារងខ្សែបន្ទាត់បែបនេះណាអត់លើករងដូចពោទេយើងរយក្របពូជយើងអាចត្រាំទឹកក៏បានយើងមិនត្រាំទឹកក៏បានហើយយើងព្រីកឲ្យក្រាស់បន្តិចមកបងទាំងអស់គ្នាសម្រាប់ស្មៅនេះគឺងាយស្រួលដាំងាយស្រួលថែទាំអត់ពិបាកទេឲ្យតែបងធ្វើដីឲ្យស្អាតហើយសម្រាប់ស្មៅនេះគឺកញ្ចប់ស្មៅមុំបាសាគីណេណាបងទាំងអស់គ្នាគ្រាប់ដោយសារអីគ្រាប់យើងដាំស្រួយក៏បានយើងត្រាំទឹកក៏បានឲ្យតែយើងធ្វើដីស្អាតគឺដុះមកគឺល្អខ្លាំងយើងរយហើយយើងរស់លុបផើមកយើងបាញ់ទឹកស្រោចរួចជាការស្រេចបងទាំងអស់គ្នាហើយសម្រាប់ការដុះលូតលាស់ពេលដុះហើយបងអាចថែមជីទៅយើងឆាប់បានប្រមូលផលហើយសម្រាប់អាយុកាលវាវិញគឺវែងមែនទែនណាបងទាំងអស់គ្នាប្រមូលផលបានយូរឆ្នាំចំណេញក្នុងការចំណាយ